សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំនឹងបរិញ្ញាអ្នកគ្នាពីរបៀបក្នុងការ refund ទឹកប្រាក់ត្រឡប់មកវិញនៅពេលដែលខាងហោដឹកកវ៉ាន់ចេញឲ្យយើងអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាចូលក្នុង app ថៅប៉ៅសិនមកហើយចុចរូបមន្តអ្នកទាំងអស់គ្នាចុចប៊ូតុងលេខ2អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចុចរួចរាល់វានឹងលោតសញ្ញាបែបនេះអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីចំណុចនេះម្ដងទៀតព្រោះខ្ញុំធ្លាប់ប្រាប់ម្ដងហើយអញ្ចឹងសម្រាប់កឡោនលេខអក្សរលេខ1ហ្នឹងគឺបង្ហាញជាមួយនឹងទិន្នន័យដែលយើងបានកំណត់វានឹងលោតមកនៅក្នុងនឹងទាំងអស់ទាំងការ payment បានជោគជ័យនិងមិនជោគជ័យសម្រាប់ចំណុចលេខ2គឺជាចំណុចដែលយើងធ្វើការ payment មិនបានជោគជ័យមានន័យថាពេលយើង payment ទៅនឹង Visa កាត់យើងអស់លុយឬក៏ដាក់អ៊ីនធឺណិតអញ្ចឹងវានឹងលោតនៅកឡោនលេខ2សម្រាប់តួឯកយើងក្នុងថ្ងៃហ្នឹងគឺជាកឡោនលេខ3អ្នកទាំងអស់គ្នាសម្រាប់កឡោនលេខ3ហ្នឹងគឺជាកឡោនដែលយើងធ្វើការ payment បានជោគជ័យហើយប៉ុន្តែខាងហាងមិនទាន់ដឹកទំនិញហ្នឹងចេញឲ្យយើងអញ្ចឹងដើម្បីកុំឲ្យពជាពេលកាន់តែយូរឬក៏វាអត់មាន stock ប៉ុន្តែវានៅតែបន្តដឹកចេញឲ្យយើងទៀតដើម្បីកុំឲ្យចាំពេលយូរយើងត្រូវ refund ទឹកប្រាក់ហ្នឹងត្រឡប់មកវិញអញ្ចឹងនេះគឺជាទិន្នន័យដែលខ្ញុំឆាតជាមួយនឹងខាងហាងអ្នកទាំងអស់គ្នាខ្ញុំសួរថាអត់មាន stock មែនហេតុអីមិនដឹកកវ៉ាន់ចេញឲ្យខ្ញុំអីចឹងអញ្ចឹងដើម្បី refund ទឹកប្រាក់ហ្នឹងបានអ្នកទាំងអស់គ្នា back មកកន្លែងដើមយើងវិញហើយចុចនៅលើហាងហ្នឹងតបមកអ្នកទាំងអស់គ្នាចុចទៅលើអក្សរចិនដែលខ្ញុំបានគូបំពងហ្នឹងបើសិនអ្នកទាំងអស់គ្នាអត់ចេះចិនព្យាយាមមើលចំណាំអក្សរដែលខ្ញុំបានបង្ហាញហ្នឹងអ្នកទាំងអស់គ្នានៅពេលដែលយើងចុចចំណុចហ្នឹងរួចរាល់វានឹងលោតទិន្នន័យលុយនៅខាងក្រោមហ្នឹងយើងត្រូវផ្ទៀងផ្ទាត់ជាមួយនឹងចំនួនទឹកប្រាក់ដែលគេត្រូវ refund ឲ្យយើងវិញនៅចំនួនទឹកប្រាក់ដែលយើងបង់ទៅគេពេលដែលកំងណាប៉ុន្តែមើលបើសិនជាត្រឹមត្រូវហើយអ្នកទាំងអស់គ្នាចុចប៊ូតុងប៉ុតក្រូចហ្នឹងទៅវាលោត tick បែបនេះមានន័យថាយើង refund បានជោគជ័យហើយអ្នកទាំងអស់គ្នាអញ្ចឹងដើម្បីបញ្ជាក់កាន់តែច្បាស់ថាយើងពិតជាបានធ្វើការ refund ទឹកប្រាក់ហ្នឹងត្រឡប់មកវិញបានជោគជ័យឬក៏នៅអ្នកទាំងអស់គ្នា back មកកន្លែងទម្រង់ account របស់យើងវិញបន្ទាប់មកអ្នកទាំងអស់គ្នាចុចនៅលើសញ្ញាលុយយន់ហ្នឹងមកសិនអ្នកទាំងអស់គ្នាចុចលើសញ្ញាលុយយន់ហ្នឹងហើយលោតរូបកាបូបដែលយើងបាន refund មិញហ្នឹងមានន័យថាយើងធ្វើការ refund បានជោគជ័យហើយរយៈពេលនៃការរងចាំក្នុងការ pay back ពីខាងថៅប៉ៅហ្នឹងចំណាយចន្លោះពី7ទៅ14ថ្ងៃបើសិនជាលុយក្រចូលកង back មកវិញអ្នកទាំងអស់គ្នាកុំឆ្ងល់ខាងថៅប៉ៅគេចំណាយពេលចន្លោះពី7ទៅ14ថ្ងៃដើម្បីត្រួតពិនិត្យលុយហ្នឹងហើយ refund ទឹកប្រាក់ហ្នឹងមកឲ្យយើងវិញកុំភ្លេចចុច follow មួយផងដើម្បីទទួលអនុមេរៀនថ្មីៗពីការកម្មង់ទំនិញពីចិន